Còn ngàyនេះឆាសណ្តែកគួរជាមួយថ្លើមគោនេះមុននឹងឆាយើងយកទៅស្រុះសិនឥឡូវយើងដាំទឹកពុះហើយយើងចាក់ថ្លើមគោនឹងស្រុះហើយយើងស្រុះឆ្អិនហើយយើងស្រង់ចេញយើងចាប់ផ្ដើមឆាដាក់ខ្លាញ់ចំហៀវប៊ីចេងម្សៅខ្នុររួចហើយយើងដាក់សណ្តែកគួរផ្ទះមកល្អហើយហើយខ្ញុំថែមទឹកបន្តិចដើម្បីឲ្យបន្លែវាឆ្អិនល្អឥឡូវឆាយើងបានឆ្អិនហើយយើងដាក់ស្លឹកខ្ទឹមចូលស្លឹកខ្ទឹមធម្មជាតិនេះដាក់ឲ្យណាណៃមកស្លឹកខ្ទឹមរួចយើងរោយម្រេចនេះជាការស្រេចអញ្ចឹងរបៀបឆារបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណជម្រាបលាបាយបាយ